ចាឥឡូវខ្ញុំបានទិញសម្ភារៈសិក្សាសម្លៀកបំពាក់និងកាតាបចាបើសភៅច្រើនសភៅអាចពិសេស12ឆ្នាំបងប្អូនអត់អស់ទេសភៅនេះប៉ុន្តែសម្លៀកបំពាក់វិញខ្ញុំទិញបានតែម្នាក់មកកាផ្លេទេដោយសារថវិកាមានកំណត់បានតិចដែរហើយខ្ញុំលើយទិញកចាដំបូងខ្ញុំសុំតែថាទិញតែសម្ភារៈសិក្សាឲ្យគាត់ទេឲ្យគាត់បានចូលរៀនតែពេលដែលខ្ញុំទៅដល់ផ្ទះទៅឃើញជីវភាពគាត់លំបាកជាពិសេសលោកយាយក៏គាត់ខ្វះខាតច្រើនអញ្ចឹងខ្ញុំគិតថាលុយថវិកាហ្នឹងទៅជួយទិញកឲ្យគាត់បានខ្លះដើម្បីជួយរំលែកនៅការលំបាករបស់គាត់អញ្ចឹងណាបងប្អូនអញ្ចឹងបញ្ជាក់ថាហើយបើសិនជាបងប្អូនចង់ជួយបន្ថែមនៅសម្លៀកបំពាក់បងប្អូនតាក់ទងតាម Telegram 098 59493របស់ខ្ញុំបានចាចំពោះសម្ភារៈសិក្សាគឺច្រើនហើយតែបើសម្លៀកបំពាក់គឺបានតែម្នាក់មកកាផ្លេទេហើយសម្លៀកបំពាក់នៅផ្ទះក៏អត់មានដែរហើយកតាបក៏មានដែរតែបើសិនជាបងប្អូនផ្ញើកតាបមកគឺខ្ញុំអាចឲ្យគាត់ទៀតទេគឺបើសិនជាបងប្អូនផ្ញើមកបងប្អូនគិតថាអាចឲ្យទៅក្មេងដតីចាំបងប្អូនឲ្យព្រោះអីបើសិនជាបងប្អូនខ្លះគាត់គិតថាចេះគាត់ចង់ជួយតែកូននឹងទេអញ្ចឹងបើកូននឹងមានហើយគាត់ថាគាត់ចង់ជួយក៏ខ្ញុំអត់ខឹងដែរតែបើសិនជាអាចបងប្អូនផ្ញើមកខ្ញុំនឹងយកកតាបទាំងអស់ដែលបងប្អូនផ្ញើមកហ្នឹងចែករំលែកទៅក្មេងដែលក្រីក្រផ្សេងទៀតព្រោះធម្មតាបងប្អូនដែលស្គាល់ខ្ញុំពីមុនគឺខ្ញុំមិនមែនជួយតែក្មេងតែម្នាក់ពីរនាក់ហ្នឹងទេចាឲ្យតែក្រីក្រឃើញជាក់ស្ដែងគឺខ្ញុំជួយទៅតាមនឹងជាក់ស្ដែងអញ្ចឹងណាបងប្អូនចាអរគុណច្រើនវីដេអូមួយហ្នឹងថាជាល្ងាចបាទខ្ញុំយកទៅជួបគាត់អញ្ចឹងណាបងប្អូនចាអត់មានជំនួយការទេគឺរៀបខ្លួនឯងតែមិញគេអ្នកដឹកឲ្យទេចំពោះសិភៅនេះគឺគេម្ចាស់អ្នកនៅសាលគេដឹកឲ្យខ្ញុំដឹកអត់រួចទេធ្ងន់ពេកខ្ញុំមករៀបនៅផ្ទះខ្លួនឯងទៅចាចំពោះប៊ិចខ្ញុំទិញតែ10អីទេព្រោះអីប៊ិចទិញច្រើនពេកវាខាស់ទឹកអញ្ចឹងទិញខ្មៅដៃទិញអីច្រើនជាងសភៅយើងទិញច្រើនក៏វាអត់បញ្ហាដែរសភៅព្រោះអីចាទុកបានយូរឆ្នាំតែបើប៊ិចយើងទិញច្រើនពេកវាខាស់ទឹកទេបងប្អូនហើយសង្ឃឹមថាគាត់នឹងសម្លាញ់នេះកតាបនេះស្អាតចាសង្ឃឹមថាគាត់បានឃើញកតាបគាត់ឃើញសម្ភារៈទាំងអស់នេះគាត់នឹងសប្បាយចិត្តកុំឲ្យបងប្អូនបានមើលក៏គិតថាបងប្អូននឹងសប្បាយចិត្តដូចគ្នាចូលរួមនេះនឹកឃើញបាត់ចេះនឹកឃើញសម័យលក់សាវម៉ាវបងប្អូនញ៉ាំបាត់តែស្គប់ខ្លាំងហូបពេលបាយគ្នានេះតែសប្បាយចិត្តឲ្យដល់ខែសាវម៉ាវសប្បាយចិត្តមកចាស់ហើយសំណពរដល់ពុកម៉ែបងប្អូនដែលគាត់ជួយសម្រាប់គាត់មានចិត្តសប្បុរសហើយតែសំណពរពុកម៉ែបងប្អូនថាកុំបដោតជួយតែម្នាក់គាត់ឃើញកូននឹងពិបាកគាត់ចង់ជួយតែម្នាក់ហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ជួយតែម្នាក់ហ្នឹងទេបងប្អូនមានន័យថាត្រូវចេះចែកម្លែកបើកូននឹងគាត់ទទួលបានច្រើនហើយយើងគួរតែចែកម្លែកទៅក្មេងដទៃទៀតដែលគាត់មានការខ្វះខាតហើយបងប្អូនតាមដាន page ឬក៏ធ្លាប់ស្គាល់ខ្ញុំពីមុនដឹងស្រាប់ថាខ្ញុំជួយទៅលើកូនដទៃទៀតច្រើនគ្នាទៀតចាមានន័យថាខ្ញុំសន្សំថវិកាដែលគាត់ផ្ញើមកគឺសន្សំទុកសម្ភារៈដែលគេផ្ញើមកគឺសន្សំទុកពេលបានច្រើនហើយគឺយកទៅចែកក្មេងដែលខ្វះខាតដទៃទៀតអញ្ចឹងណាបងប្អូនអញ្ចឹងពេលបងប្អូនផ្ញើមកបងប្អូនសនំចិត្តสนมโปចាសុំចិត្តបងប្អូនថាបើកចិត្តទូលាយនេះគឺជាការធ្វើបុណ្យដូចគ្នាទេអញ្ចឹងយើងគួរតែចែកម្លែកទៅក្មេងដទៃទៀតផងដែរចាអរគុណច្រើនជម្រាបលា